មើលទៅពួកគេដូចជាចេះស្រឡាញ់គ្នាម្ល៉េះតែមនុស្សចេះយកចិត្តទុកដាក់ចំពោះគ្នាដោយពិតប្រាកដឬក៏ជាការសម្ដែងទេប្អូនប្រុសបងហត់ណាស់មិនចឹងពួកយើងសម្រាប់សិនទៅក៏ល្អដែរបងឥឡូវបងអង្គុយសិនចុះចាំខ្ញុំទៅរកដងទឹកមកឲ្យបងពិសាជ្រេញណាស់នេះគ្រាន់តែជាការសម្ដែងឲ្យល្អចំពោះគ្នាយកមុខតែប៉ុណ្ណោះអូមែនហើយទីនោះជាទីនៃបិសាចពស់រស់នៅតើពួកគេនឹងស្លាប់ដែរទេសូមគោរពអ្នកស្រីម្ចាស់ព្រាយពោះដ៏មានរិទ្ធតើលោកស្រីម្ចាស់ក៏មិនពេញចិត្តនឹងមនុស្សពីរនាក់នេះដែរតើមែនទេថាទៅយើងមិនចង់ឲ្យគេមករំខានការតាំងសមាធិរបស់យើងទេតើឯងមានវិធីទេហើយរឿងសត្វក្អែកបំបែកមិត្តភាពមានបរិសុទ្ធពីរនាក់ជាបងប្អូននឹងគ្នាបងប្អូនទាំងពីរស្រឡាញ់គ្នាណាស់ហើយក៏មានធម៌ទាំង3ក្នុងខ្លួនផងដែរហេតុនេះពួកគេទទួលបានការស្រឡាញ់ពីអ្នកស្រុកគ្រប់គ្នានៅផ្ទះបងប្អូនទាំងពីរបងប្រុសខែនេះដូចជាមានភ្លៀងច្រើនថ្ងៃហើយខ្ញុំថាដីសើមបែបនេះផ្សិតមុខជាដុះមិនខាននោះទេពួកយើងទៅដកផ្សិតលក់តែម្ដងទៅបងក៏ល្អដែរអញ្ចឹងពួកយើងរៀបចំទៅដកទៅបើដកបានច្រើនលក់ស្រស់ខ្លះនឹងហាលក្រៀមទុកថ្ងៃក្រោយផងដែរបាទបងប្រុសក្នុងកាលនៃថ្ងៃនោះពូកងក៏បានដើរមកសួស្ដីកំឡោះកំពុងគិតគ្នាទៅណានឹងហ៎បាទពូពួកខ្ញុំគិតថាទៅរកផ្សិតនឹងណាពូផ្សិតមែនទេប្រពន្ធពូចង់ហូបណាស់ក្មួយឲ្យក្មួយបើរកបានយកមកឲ្យពូផងណាចាំពូទៅកាត់ចេកនៅចំការយកមកជូនវិញបាទពូបើដកបានចាំក្មួយយកទៅជូនពូចុះហើយពូមិនបាច់ជូនចេកជូននំជាការដោះដូរអីនោះទេពូដឹងថាក្មួយជាមនុស្សល្អណាស់តែពូមិនខ្សែលើទេណាបាទពូបើអញ្ចឹងពូអរគុណហើយណាពូលាសិនហើយសំណាងល្អបាទជំរាបលាពូណាប្អូនប្រុសឯងទៅសម្រាប់មុនចុះចំណែកអស់ចាំបងជាអ្នកពូទាំងអស់ព្រោះថ្ងៃនេះបងមានអារម្មណ៍ថាខ្លួនឯងមានកម្លាំងណាស់មិនបានទេបងខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងមានកម្លាំងដែរខ្ញុំក៏ចង់ពូអស់ទាំងអស់នេះដូចគ្នាហើយឯងនេះចំមែនខ្ញុំទៅយកបថៅសិនកុំអីទុកឲ្យបងវិញសកម្មភាពបងប្អូនទាំងពីរក្នុងការចេះជួយគ្នាចេះស្រឡាញ់គ្នាបែបនេះក្អែកមួយក្បាលក៏សម្គាល់ឃើញនឹងបានពោលម្នាក់ឯងថាមើលទៅពួកគេដូចជាចេះស្រឡាញ់គ្នាម្ល៉េះតែមនុស្សចេះយកចិត្តទុកដាក់ចំពោះគ្នាដោយពិតប្រាកដឬក៏ជាការសម្ដែងទេក្អែកតែងតែតាមសម្គាល់មើលសកម្មភាពពួកគេទាំងពីររហូតហើយក្អែកក៏ពិតជាបានដឹងច្បាស់ដែរថាបងប្អូនទាំងពីរមានអ្នកស្រុកស្រឡាញ់ចូលចិត្តគ្រប់គ្នាពួកគេនោះពិតជាបានធ្វើឲ្យអ្នកស្រុកស្រឡាញ់ចូលចិត្តណាស់ចុះខ្ញុំមិនក៏គ្មានបាសីណាពេញចិត្តបែបនេះលោកអើយទេវតាអយុត្តិធម៌ចំពោះខ្ញុំពេកហើយថ្ងៃមួយបងប្អូនប្រុសទាំងពីរនាក់បានរៀបចំសម្ភារៈរួចរាល់ហើយក៏បានសម្ដៅទៅដកផ្សិតចំណែកក្អែកក៏ចេះតែហើរតាមពុំឈប់ដូចគ្នានៅក្នុងព្រៃប្អូនប្រុសបងហត់ណាស់មិនចឹងពួកយើងសម្រាប់សិនទៅក៏ល្អដែរបងឥឡូវបងអង្គុយសិនចុះចាំខ្ញុំទៅរកដងទឹកមកឲ្យបងពិសាឯងជាប្អូនបងទុកឲ្យបងជាអ្នកទៅដងវិញមិនអីទេបងប្រុសខ្ញុំធំហាញ់តាក្អែកឃើញការយកចិត្តទុកដាក់ចំពោះគ្នារវាងបងប្អូនទៀតហើយដូច្នេះវាច្រណែននឹងបានពោលថាជ្រេញណាស់នេះគ្រាន់តែជាការសម្ដែងឲ្យល្អចំពោះគ្នាយកមុខតែប៉ុណ្ណោះអូមែនហើយទីនោះជាទីនៃបិសាចពស់រស់នៅតើពួកគេនឹងស្លាប់ដែរទេពិតហើយបិសាចពស់ពិតជាចេញមកពិតមែនតើបរិសម្នាក់នេះមកពីណាទៅណាបានជាមកសម្រាប់ក្រោមដើមឈើដែលជាទីនៃយើងយ៉ាងនេះក្អែកមិនចាំយូរក៏ហើរចូលក្នុងបំណងបញ្ឆេះនិងអែបអបថាសូមគោរពអ្នកស្រីម្ចាស់ព្រាយពោះដ៏មានរិទ្ធតើលោកស្រីម្ចាស់ក៏មិនពេញចិត្តនឹងមនុស្សពីរនាក់នេះដែរតើមែនទេតើឯងមានបំណងអីបានជាពលពាក្យបែបនេះគ្មានបំណងអីទេម្ចាស់ស្រីគ្រាន់តែស្អប់ពួកគេដែលមករំខានទីនៃលោកស្រីតែប៉ុណ្ណោះថាទៅ
យើងមិនចង់ឲ្យគេមករំខានការតាំងសមាធិរបស់យើងទេតើឯងមានវិធីទេខ្ញុំជាបិសាចឆ្លាតខ្ញុំពិតជាមានវិធីមែនហើយតែថាជាបិចវិញខ្ញុំជាក្អែកមិនដឹងអាចនិយាយជាមួយពួកគេបាននោះម្ចាស់ស្រីជាព្រាយមានរិទ្ធជាស្ដាអស្ចារ្យហួសនឹងគិតបែបនេះសូមធ្វើឲ្យខ្ញុំខ្លាចជាស្រីស្អាតផងទៅដល់ពេលនោះខ្ញុំអាចកម្ចាត់ពួកគេបានហើយបានបើអញ្ចឹងចូលឯងខ្លាចជាស្រីស្អាតក្នុងពេលនេះទៅចុះកាលវេលានោះព្រាយពស់ក៏ធ្វើឲ្យក្អែកខ្លាចជាមនុស្សមួយរំពេចអើយស្អាតណាស់ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់បានហើយចូលទៅបង្វែរទិសដៅពួកគេឲ្យចេញពីទីនេះចុះហើយកុំមកទីនេះទៀតយើងមិនមែនជាម្ចាស់ស្រីឯងទេឈប់សិនម្ចាស់ស្រីតើខ្ញុំនឹងខ្លាចជាក្អែកវិញដែរទេវាអាស្រ័យលើឯងប៉ុណ្ណោះបើឯងយករូបកាយទៅសាងមិនល្អនោះឯងនឹងប្រែខ្លាចជាក្អែកវិញតែបើឯងប្រើរូបកាយនៅក្នុងផ្លូវល្អចេះជួយគេនោះឯងនឹងមិនប្រែខ្លាចជាសត្វក្អែកដូចដើមឡើយអូពិតមែនហើយអ្នកណាសុកចិត្តខ្លាចជាក្អែកដែលមានតែគេស្អប់ខ្ពើមនោះយើងមិនចង់ឲ្យមានអ្នកណាមករំខានទេចេញទៅអាចារ្យព្រាយពស់និយាយចប់ក៏បំបាំងខ្លួនបាត់ទៅចំណែកនាងក្អែកវិញក៏បាននិយាយម្នាក់ឯងថាកុំតែមានបំណងទេកុំអីមិនអោនក្បាលតតបែបនេះឡើយឈឹជាព្រាយពស់មួយរូបដែរបែរជាមកតាំងសិលស្មងស្មាតគ្មានប្រយោជន៍ទៅវិញក្អែកកាលនោះក្រោយខ្លាចជាស្រីស្អាតម្នាក់នាងមិនចាំយូរទេក៏ដើរទៅជិតបងប្អូនទាំងពីរនាក់តាមបំណងរបស់ខ្លួនសួស្តីបងប្រុសតើបងជួយខ្ញុំផងបានទេតើអ្នកនាងមកពីណាទៅណាដែរបានជាមកដល់ទីនេះចាព្រោះខ្ញុំវង្វេងផ្លូវណាបងខ្ញុំពិតជាខ្លាចខ្លាំងណាស់ចុះសាច់ញាតិអ្នកនាងវិញនោះពួកគេនៅណាដែរប្អូនគ្មានសាច់ញាតិទេបងសូមបងអាណិតជួយខ្ញុំផងទៅនាំខ្ញុំទៅជាមួយផងខ្ញុំវង្វេង 3-4 ថ្ងៃហើយកុំយំអីអ្នកនាងចាំខ្ញុំជួយអ្នកនាងចាក់ចេញពីទីនេះចុះមែនទេអរគុណណាស់បងត្រូវហើយបងចុះបងប្រុសមកតែម្នាក់ឯងទេមែនទេគឺពីអ្នកពូបងមករកផ្សិតត្រូវហើយពុំនោះទេអ្នកនាងទៅដកផ្សិតជាមួយគ្នាទៅល្អទីចាពិតណាស់មានគ្នាច្រើនមកជាកក់ក្ដៅណាស់ហើយបានការអាណិតបែបនេះហើយនាងក្អែកក៏បានគិតក្នុងចិត្តថាយើងស្អាតយ៉ាងនេះមិនជឿថាពួកគេមិនលងទេដល់ពេលនោះបងប្អូនល្អទាំងពីរនេះមុខជាឆ្លោះគ្នាវាយគ្នាទាស់ទាញគ្នាដោយសារតែខ្ញុំមិនខានអ្នកនាងតើអ្នកនាងគិតអីនឹងគឺថាមិនលាក់បាំងទេបងខ្ញុំគ្មានសាច់ញាតិហើយបើខ្ញុំមើលទៅបងដូចជាមិនទាន់មានប្រពន្ធផងទៀតពិតទេបាទគឺខ្ញុំនិងប្អូនប្រុសខ្ញុំមិនទាន់មានប្រពន្ធទេព្រោះពួកបងចង់មានទ្រព្យសម្បត្តិសន្សំឲ្យច្រើនសិនសម្រាប់ប្រពន្ធហើយបងកុំល្ងងពេកបងជាមនុស្សល្អចំណែកខ្ញុំក៏គ្មានទីពឹងខ្ញុំមិនប្រកាន់ទេណាដឹងទេអ្នកនាងចង់មានន័យថាខ្ញុំនិយាយត្រង់ពេកហើយមែនទេសំទោសបើបងមិនអាណិតក៏មិនអីដែរតែខ្ញុំនឹងសុំប្អូនប្រុសបងម្ដងវិញក៏បានដែរគឺថាកាលនៃវេលានោះនាងក្អែកក៏សម្ដែងជាមញ៉ែមញក់រួចប៉ះដៃប៉ះជើងប្រាថ្នាធ្វើឲ្យកាយទាំងពីរស្និទ្ធគ្នាជាខ្លាំងសំទោសផងបងខ្ញុំគ្មានចេតនាទេមិនអីទេសុបិនឯនេះវិញបានជួបប្រទះផ្សិតដុះច្រើនណាស់គាត់ដកហើយដកទៀតរួចក៏បាននិយាយម្នាក់ឯងថាមុននេះបងប្រុសថាមកតាមក្រោយចុះពេលនេះមិនក៏មិនឃើញអញ្ចឹងនិយាយបែបនេះហើយសុបិនក៏បានស្រែកហៅថាបងប្រុសនៅខាងនេះមានផ្សិតច្រើនណាស់បងប្រុសឲ្យឆាប់ឡើងឮបែបនេះហើយប្រាថ្នាក៏បានដើរមកជាមួយនឹងនារីម្នាក់ប្អូនប្រុសអញបានឃើញផ្សិតមែនទេមើលចុះពិតជាមានផ្សិតដ៏ច្រើនមែនទែនបាទបងមានផ្សិតច្រើនណាស់នេះគឺជានរណាគេបងនៅនាងខាងនេះគឺជាអ្នកសំរួមដំណើរជាមួយដោយសារមុននោះខ្ញុំវង្វេងចំណែកបងប្រាថ្នាក៏ប្រណីដូច្នេះសូមលោកមេត្តាផងណានិយាយបែបនេះទុកថាខ្ញុំដូចជាចិត្តអាក្រក់ពេកហើយបានជាមកហើយខ្ញុំមិនដេញមិនឲ្យរួមដំណើរទេ
ខ្ញុំថាហើយពួកលោកពិតជាមានទឹកចិត្តល្អណាស់គួរឲ្យចង់យកធ្វើជាប្តីពិតមែនអើយអត់ទេសំជាអ្នកពឹងពាក់បានពិតអ្នកនាងដកផ្សិតទៅអាចារ្យក្រោយប្រមូលបានផ្សិតច្រើនហើយពួកគេក៏បានទៅផ្ទះជាមួយគ្នានៅផ្ទះបងប្អូនទាំងពីរត្រូវហើយតើផ្ទះអ្នកនាងនៅណាដែរខ្ញុំគ្មានផ្ទះទេខ្ញុំសូមរស់នៅជាមួយផងបានទេថាម៉េចនាងជាស្រីណាដូចជាមិនសមទេខ្ញុំជាស្រីមិនថាផងលោកកុំគិតពេកអីមែនហើយអ្នកនាងគួរអាណិតណាស់ឲ្យនាងនៅទីនេះចុះបាទបងប្រុសបើអញ្ចឹងខ្ញុំទៅសម្រាកនៅរោងខាងក្រោយចំណែកអ្នកនាងស្នាក់នៅបន្ទប់ខ្ញុំចុះចាអរគុណហើយសុបិនហាក់យល់ពីសភាពការមួយថាពេលនេះបងប្រុសចាប់ផ្ដើមមានស្នេហាហើយដូច្នេះនៅក្នុងរោងខាងក្រោយសុបិនក៏បាននិយាយម្នាក់ឯងថាបងប្រុសមានប្រពន្ធគឺជាការល្អណាស់កន្លងមកព្រោះតែមើលថែប្អូនគាត់មិនគិតពីខ្លួនឯងទេពិតណាស់ខ្ញុំសប្បាយចិត្តប្រសិនបើពេលនេះគាត់រៀបការនោះនាងក្អែកតែងតែលួងលោមយកចិត្តនិងថ្នាក់ថ្នមប្រាថ្នាមិនមានទាស់សោះទេដូច្នេះប្រាថ្នាក៏លង់ស្រឡាញ់នាងជាខ្លាំងបងសម្លាញ់បងពិតជាមនុស្សដែលល្អណាស់ជាតិនេះអូនពិតជាមានសំណាងមែនដែលមានបងធ្វើជាប្តីនោះបងក៏ដូចគ្នាដែរអរគុណហើយដែលចូលមកក្នុងជីវិតបងចាបងឥឡូវបងសម្រានចុះចាំអូនបំពេបានឃើញថាប្រាថ្នាគេងលក់បាត់ទៅនាងក្អែកក៏បានចេញពីផ្ទះរួចក៏បាននិយាយម្នាក់ឯងថានៅចិត្តខ្ទមសុបិនចាំមើលចុះពួកឯងមកជាបែកបាក់មិត្តភាពហើយអ្នកស្រុកនឹងវាតម្លៃថាបងប្អូននេះគ្មានចេះអាណិតជួយគ្នាអីទេនិយាយហើយនាងក្អែកក៏រៀបរឹកបញ្ចេញសាច់រួចក៏ដើរទៅក្នុងខ្ទមព្រមទាំងបាននិយាយថាបងសុបិនបងភ្ញាក់ឡើងអ្នកបងមិនក៏អ្នកបងមកទីនេះទាំងយប់អញ្ចឹងកុំបាត់លឺពេកអូនមកព្រោះអូននឹកបងនឹងណាថាម៉េចអត់ទេអ្នកបងសូមអ្នកបងទៅវិញទៅតិចបងប្រុសខ្ញុំមកឃើញគាត់អាចនឹងយល់ច្រឡំបានគាត់សម្រានលក់ហើយបងសុបិនសុំបងមើលសាច់អូនមើលតើសស្អាតទេបងជាប្រុសកុំថាបងមិនចាប់អារម្មណ៍នឹងអូនណាអ្នកបងនេះជាអំពើមិនសមទេសូមគិតពីសិលធម៌ផងបងចង់ថាខ្ញុំគ្មានធម៌គ្មានភាពថ្លៃថ្នូរមែនទេជាមនុស្សគឺត្រូវមានភាពជាមនុស្សគឺមានការវិភាគយល់ដឹងនិងមានការបែងចែកភាពត្រឹមត្រូវផងដែរតើបងគិតថាអូនគ្មានភាពជាមនុស្សមែនទេតើបងចង់ថាខ្ញុំជាសត្វមែនទេខ្ញុំគ្មានបំណងបែបនឹងទេតែបងបាននិយាយហើយបងប្រាថ្នាជួយខ្ញុំផងអ្នកបងកុំចឹងអីនាងក្អែកហេតុតែលួងលោមគេមិនបានក៏បានហែកឲ្យខ្លួនឯងនិងបានចោទសុបិនថាមានបំណងរំលោភផងដែរបងប្រាថ្នាបងជួយអូនផងមានរឿងអីមិនទេមិនក៏អូនមានសភាពបែបនេះបងប្រាថ្នាប្អូនប្រុសល្អរបស់បងមានបំណងបំពេញអូនហើយថែមទាំងគម្រាមថាសម្រាប់អូនទៀតផងថាម៉េចប្អូនប្រុសមិនក៏ប្អូនហ៊ានលូកថ្លើមបងយ៉ាងនេះបងប្រុសខ្ញុំមិនបានធ្វើទេបងប្រាថ្នាសុបិនថាពួកបងជាបងប្អូនល្អដូច្នេះហើយទោះគាត់ចង់បំពេញក៏បងមិនថាអីដែរបងដឹងទេអូនលឺហើយឈឺចិត្តខ្លាំងណាស់ប្អូនប្រុសឯងដូចជាប្រហិនណាស់បងសម្លាញ់តើបងពិតជាការពារប្អូនជាងប្រពន្ធបងមែនទេនេះណែអូយនេះណែអូយឈឺណាបងចេញពីផ្ទះយើងទៅអាប្អូនគ្មានកំណើតអាប្អូនថោកទាបគ្មានសិលធម៌ជាមនុស្សឯងមិនសមជាមនុស្សទេបងប្រុសតែខ្ញុំមិនបានធ្វើដូចបងនិយាយទេបិទមាត់ទៅបងសម្លាញ់មើលចុះសុបិនសម្លាអូនដូចជាចង់ហែកសាច់ខ្ញុំអញ្ចឹងខ្ញុំពិតជាខ្លាចខ្លាំងណាស់ចេញទៅហើយក៏មកទៀតអសោះដោយមានការដេញផងវាយផងនិងឈឺចិត្តផងសុបិនក៏បានដើរចេញទៅអើយបងកុំខឹងពេកចាស់អស់ហើយតោះទៅសម្រាប់ទៅបងព
ព្រោះបងបារម្ភអូននឹងណាតែថាមិនក៏អូនមកនៅទីនេះចាបងគឺសុបិនហៅអូនឲ្យកោះខ្យល់ឲ្យនឹងណាបង លើក្រោយកុំចេញមកម្នាក់ឯងទៀតឈប់បងមកមិនទាន់មិនមានរឿងទៅហើយទេហ៎ចាបងអូនឈប់ហើយ សុបិនឯនេះវិញក៏បានមកដល់ផ្ទះពូកងនិងបានគេងលក់រហូតដល់ភ្លឺក្មួយក្មួយសុបិនហើយមិនក៏ក្មួយមកសម្រាកនៅទីនេះទៅវិញបាទពូគឺខ្ញុំយប់មិញដូចជាវិលមកហើយមេឃក៏រភ្លៀងដូច្នេះក៏ដេកនៅទីនេះតែម្ដងទៅខ្ញុំរំខានពូហើយមិនអីទេហើយចុះប្រាថ្នាគេទៅណាគេដឹងដែរទីព្រឹកនោះសុបិនក៏បាននិយាយក្នុងចិត្តថាអ្នកភូមិពិតជាដឹងថាបងប្អូនខ្ញុំស្រឡាញ់គ្នាណាស់ដូច្នេះខ្ញុំមិនអាចឲ្យគេដឹងថាពេលនេះពួកខ្ញុំមានបញ្ហានោះទេមានរឿងអីមិនក៏មិននិយាយបាទពូគឺថាពូមានការងារអីឲ្យខ្ញុំជួយទេខ្ញុំទំនេរកម្លាំងពេញតែម្ដងណាពូមើលចុះក្មួយនេះចំមែននឹងហើយជួយកាប់ដីពូបន្តិចមកអញ្ចឹងពូចង់ដាំស្វាយ 3-4 ដើមទុកគ្រាន់ហូបបាទពូចាំខ្ញុំជួយកាប់ដៃនឹងហើយពូទៅផ្សារមួយផ្លែតមកវិញចាំពូទិញល្ហុងផ្ញើបាទពូកងកាលនោះក៏បានដើរកាត់ផ្ទះប្រាថ្នាគាត់ដំអក់នឹងបានឃើញថានៅផ្ទះប្រាថ្នានោះជានរណាអញ្ចេះណោះរឹកពីដូចជាស្និទ្ធស្នាលអោថើបគ្នាឬមួយជាប្រពន្ធប្រាថ្នាទេដឹងអីក្មេងឥឡូវនេះចំមែនមិនដូចកាលឯងនៅក្មេងសោះនិយាយពីថាអៀនខ្វាច់តែម្ដងពូកងរៀបនឹងចាក់ចេញទៅហើយតែភ្លាមនោះគាត់ក៏បានសម្គាល់ឃើញថាប្រពន្ធប្រាថ្នាមានស្រមោលជាសត្វក្អែកទៅវិញស្អីគេអញ្ចេះមិនក៏រូបជាមនុស្សមានស្រមោលជាបាក់សីទៅវិញតើនាងជាមនុស្សបែបណាទៅណោះពូកងភ្ញាក់ព្រឺតតែគាត់មិនហ៊ានចូលទៅសួរនាំអ្វីទេពូកងគ្រានោះនិយាយហើយក៏ទៅផ្សារនឹងមកវិញជាមួយសំណួរសួរទៅកាន់សុបិនថាក្មួយប្រាថ្នាគេមានប្រពន្ធយូរហើយនៅបាទពូបងប្រុសមានប្រពន្ធមួយរយៈហើយកាលនោះពូគាត់សានមកគ្រប់កិច្ចណាពូគឺអញ្ចឹងសោះហើយចុះប្រពន្ធប្រាថ្នានោះគេបានជួបគ្នាដោយរបៀបណាដែរគឺនៅក្នុងព្រៃមួយណាពូគួរឲ្យសង្ស័យណាស់ក្មួយសុបិនល្ងាចនេះទៅជាមួយពូណាតែណាពូវេលាកណ្ដាលអាត្រៀតក្មួយនឹងបានឃើញហើយយប់នោះពូកងបាននាំសុបិនទៅផ្ទះប្រាថ្នាហើយពួកគាត់ក៏បានសម្គាល់ឃើញថានៅមុខផ្ទះឲ្យតែឃើញពួកឯងទាស់គ្នាយើងសប្បាយចិត្តខ្លាំងណាស់មែនហើយដូចជាខាន់ហោះហើរយូរដែរហើយគិតរំលឹកបន្តិចសិននិយាយហើយនាងក្អែកក៏ប្រែជាក្អែកនឹងបានហើរចាក់ចេញទៅពូពិតជាចម្លែកណាស់តើពូបានឃើញដូចខ្ញុំដែរទេនឹងហើយទៅពូនាំឯងមកនឹងណាពូបានសង្ស័យយូរហើយឲ្យឆាប់ឡើងឆាប់ទៅប្រាប់ប្រាថ្នាទៅបាទពូរាត្រីនោះសុបិនក៏បានដាស់បងប្រុសទាំងយប់រួចក៏បាននិយាយរៀបរាប់នៅរឿងទាំងអស់ដែលគាត់បានឃើញជាខ្ញុំចុះប្រពន្ធបងជាក្អែកពិតមែនសុបិនយើងនិយាយម្ដងទៀតបើអញមិនចេញពីផ្ទះយើងទីយើងនឹងវាយអញឲ្យទាល់តែស្លាប់នៅទីនេះមិនខានក្មួយតើក្មួយខឹងនឹងសុបិនណាស់ហ៎ក្រែងជាបងប្អូននឹងគ្នាមិនក៏ប្រែជាកាចយ៉ាងនេះខ្ញុំគ្មានប្អូនលោកថ្លើមខ្ញុំយ៉ាងនេះទេពូដឹងទេវានេះបំពេញប្រពន្ធខ្ញុំណាថាម៉េចហេតុនេះវាមិនសមជាប្អូនប្រុសខ្ញុំទេខ្ញុំបានដេញវាចេញហើយទោះជាបែបនេះក៏ដោយចុះតែប្រពន្ធក្មួយជាក្អែកពិតមែននាងមិនមែនជាមនុស្សទេដឹងអត់ពូចាស់ហើយដូច្នេះពូក៏មិនវិញខ្ញុំមិនប្រកាន់ទេតែបើពូចេះតែនិយាយដដែលខ្ញុំមិនទុកមុខឲ្យពូទេក្មួយមិនក៏ក្មួយមិនចេះយល់ការបែបនេះកាលនោះនាងក្អែកក៏បានដើរមកបងសំឡាញ់មានរឿងអីមែនទេឃើញទេប្រពន្ធខ្ញុំគឺជាមនុស្សនាងមានលក្ខណៈល្អទៀតតែក្មួយចាំមើលណាក្មួយសុបិនជួយគ្នាពូកងហេតុថាចង់បង្ហាញការពិតគាត់ក៏ប្រទីងប្រទង់នាងក្អែក
ដើម្បីឲ្យនាងបង្ហាញរូបរាងដើមវិញ ពូចង់ធ្វើអីហ្នឹងបងប្រាថ្នាជួយអូនផងពួកគេខ្នាញ់នឹងសម្រាប់អូនដល់ថ្នាក់ឈួតទៅហើយអើយ ប្រាថ្នាឃើញបែបនេះកាន់តែខឹងគាត់យកអង្រែមកវាយពួកគេម្នាក់មួយអង្រែបណ្ដាលឲ្យហូរឈាមជាខ្លាំងអូយឈឺណាស់មិនត្រឹមតែអង្រែទេត្បូងចប់នេះក៏នឹងស៊ីក្បាលពួកឯងដែរប្រាថ្នាបានវាយបរិសទាំងពីរទាំងកំហឹងដោយយល់ថាខ្លួនធ្វើត្រូវចំណែកនាងក្អែកវិញឃើញបែបនេះនាងពិតជារីករាយជាពន់ពេកសំហើយយើងពិតជាធ្វើបានមែនគ្រាន់តែពោលពាក្យថាអាចសម្រេចបំណងសាងអំពើអាក្រក់នាងក្អែកក៏ចាប់ផ្ដើមដុសស្លាបម្ដងបន្តិចមិនក៏ប្រែទៅជាបែបនេះហើយអត់ទេប្រាថ្នាក្មួយមើលចុះការពិតលាតត្រដាងហើយមិនពិតទេនារីដែលខ្ញុំរស់នៅជាមួយជាក្អែកខ្មៅមែនទេប្រាថ្នាក្រោយឃើញថាប្រពន្ធជាក្អែកបែបនេះគាត់ខឹងនឹងបានយកអង្រែក្រវែងក្អែកបណ្ដាលឲ្យវាងាប់បាត់ទៅពុទ្ធោខ្ញុំពិតជាល្ងងណាស់បងប្រុសរឿងអាក្រក់បានកន្លងផុតទៅហើយបងកុំពិបាកចិត្តអីតែបងមិនសមធ្វើបាបប្អូនទេបងមិនគួរណាឲ្យភាពល្ងងខ្លៅបាំងមុខសោះអីហើយកុំឆ្លោះគ្នាទៀតអីខំធ្វើការទៅចេះស្រឡាញ់គ្នាហើយបើមានប្រាក់គ្រប់កាលណាចាំពូនាំទៅរកប្រពន្ធនៅឯរាជធានីចុះបាទពូជាថ្មិញម្ដងទៀតបងប្អូនទាំងពីរនាក់ក៏ចេះជួយគ្នាឡើងវិញហើយមិនយូរពួកគេក៏មានប្រពន្ធសាងគ្រួសាររស់នៅសុខសាន្តតរៀងទៅមើលវាដេកទំនងណាស់មិនបានទេបើមានមនុស្សមកទៅបែបនេះនឹងមានគ្រោះថ្នាក់ហើយអ្នកភូមិអ្នកស្រុកចិត្តនេះមានខ្លាធំណាស់ឆាប់រត់ទៅណែលោកជាមនុស្សកំខ្លាចពេកខ្ញុំជាខ្លាចាស់បាក់ថ្មិញគ្មានកម្លាំងទេមើលចង្កូមទៅមើលបាក់អស់ហើយកុំខ្លាចអីពូខ្លានោះស្លូតទេកុំសម្លាប់វាអីហើយចុះបើវាស្លូតមិនក៏ក្មួយរត់ឡើងដើមឈើទៅវិញដំបូងខ្ញុំខ្លាចមែនតែមុននេះខ្ញុំឃើញវាចាស់ណាស់វាក៏មិនសម្លាប់មនុស្សដែរវាគ្រាន់តែចង់រកចម្រោកសុំក្តីមេត្តាពីមនុស្សប៉ុណ្ណោះអីចំមែនចេះនិយាយចឹងទៅកើតដែរបានហើយបើកំសាកនៅទីនេះចុះកុំមករៀបរៀងដំណើរពូរឿងមនុស្សឬសត្វសាហាវកាលពីព្រេងនេះមានភូមិមួយកន្លែងស្ថិតនៅឆ្ងាយពីភូមិដទៃហើយភូមិនោះក៏ស្ថិតនៅជិតព្រៃធំផងដែរនៅក្នុងភូមិក្មួយហើយទៅណាមកណានឹងមើលទៅដូចជាប្រញាប់ណាស់ក្មួយជាអ្នកចំណូលថ្មីមែនទេចូលលេងសិនមកឲ្យក្មួយបាទជំរាបសួរពូខ្ញុំជាអ្នកចំណូលថ្មីហើយខ្ញុំគិតថាទៅមើលសំណាបនឹងណាពូព្រោះមីងណយផ្ដាំតាមមីងម៉ែវថាសំណាបខ្ញុំមានលិចទឹកច្រើនណាស់អូអញ្ចឹងទេក្មួយបាទពូហើយចុះផ្ទះពូមានរឿងអីហ្នឹងមើលទៅអ៊ូអដូចជាសប្បាយណាស់គឺពូបាញ់បានជ្រូកព្រៃធំណាស់ហេតុនេះហើយពូក៏អាំងវាតែម្ដងទៅក្មួយចូលខ្លាមជាមួយគ្នាបន្តិចទៅអីអត់ទេពូខ្ញុំអរគុណហើយចូលដាក់ពីបៃតយសិនទៅអីមើលចុះគ្រប់គ្នាគេសប្បាយណាស់មួយយ៉ាងមកថ្មីអញ្ចឹងណារាប់ញាតបណ្ដើទៅក្មួយអើយបាទអរគុណអត់ទេពូព្រោះខ្ញុំប្រញាប់បន្តិចបើមិនឆាប់ទៅបង្ហូរទឹកចេញសំណាបរលួយមិនខានទេបានបើអញ្ចឹងក្មួយទៅចុះពូមិនរំខានទេណាត្រូវហើយជួយមើលសំណាបពូផងឮទេបាទពូសុក្រិតសម្លឹងមើលអ្នកភូមិមួយចំនួននៅផ្ទះពូគ្រឿងហាក់កំពុងតែរីករាយសប្បាយផឹកស៊ីខ្ញៀវខ្ញាចំណែកគាត់ក៏រីករាយទៅតាមដែរនៅពេលដែលឃើញបែបនេះភូមិរីករាយជីវិតក្នុងភូមិក៏ប្រសើរពិតជាល្អណាស់នៅវាលស្រែពុទ្ធោស្រែអ្នកភូមិរួមទាំងស្រែខ្ញុំទឹកលិចមែនតាតែមិនអីទេមានតែព្យាយាមបង្ហូរទឹកតាមរង្វះភ្លឺស្រែទៅចុះសុក្រិតខំបង្ហូរទឹកមួយសន្ទុះធំ
លុះហត់ពេកក៏សម្រាកតែពេលនោះគាត់ក៏បានសម្គាល់ឃើញថាតើនោះជាខ្លាមែនទេនេះខ្លាហ៊ានចេញពីព្រៃមកដល់ភូមិតែម្ដងណោះបើបែបនេះអ្នកភូមិគ្មានសុវត្ថិភាពទេសុក្រិតភ័យណាស់ព្រោះសត្វសាហាវនេះអាចយាយីអ្នកស្រុកក៏ថាបានហេតុនេះគាត់ក៏ឡើងដើមឈើនិងព្យាយាមរកវិធីដើម្បីបណ្ដេញខ្លាឡើងថាចេញទៅមិនក៏មិនខ្លាចបែបនេះមែនហើយកាច់មេឈើបន្លាចសិនទៅបានសុក្រិតដេញផងស្រែកផងតែខ្លាបើជាមិនខ្វល់ទេមិនតែប៉ុណ្ណោះវាថែមទាំងដើរចូលមកកាន់តែគៀកទៅវិញព្រះអើយមិនក៏បែបនេះវាគ្មានផ្អើលខ្ញុំស្រែកបន្លាចអីបន្តិចសោះខ្លាមិនទៅណាទេមើលចុះខ្លាបែរជាដេកក្រោមដើមឈើនោះទៅវិញធ្វើឲ្យសុក្រិតចាប់ដើមភ័យតែម្ដងមើលវាដេកទំនងណាស់មិនបានទេបើមានមនុស្សមកទៅបែបនេះនឹងមានគ្រោះថ្នាក់ហើយអ្នកភូមិអ្នកស្រុកចិត្តនេះមានខ្លាធំណាស់ឆាប់រត់ទៅណែលោកជាមនុស្សកំខ្លាចពេកខ្ញុំជាខ្លាចាស់បាក់ថ្មិញគ្មានកម្លាំងទេមើលចង្កូមទៅមើលបាក់អស់ហើយកុំខ្លាចអីបាក់ថ្មិញក៏ដោយតែឯងជាខ្លាណាតើខ្លាណាដែលថាមិនស៊ីសាច់ឆៅជាអាហារនោះវាពិបាកជឿនណាតែខ្ញុំនិយាយនេះជាការពិតណាបានណាស់ហើយបើមិនជឿក៏ហីទៅចុះឬចុះខ្លាឯងមកទីនេះធ្វើអីដែរខ្ញុំគ្មានកម្លាំងដេញសត្វព្រៃជាអាហារទេហើយក៏គ្មានថ្មិញទំពាដែរហេតុនេះខ្ញុំគិតថាចង់មកឆីអាហារដូចជាសំណក់តាមផ្ទះអញ្ចឹងដែរមានន័យថាឯងចង់ខ្លាចជាសត្វចិញ្ចឹមរបស់មនុស្សរស់នៅកក់ក្ដៅមានការមើលថែដូចក្មេងតូចមែនទេពិតណាស់ចាស់ណាដែលថាមិនជូរចង់បានការមើលថែនោះតែខ្លាឯងដូចជាគិតខុសហើយមនុស្សមិនយកខ្លាចិញ្ចឹមទេពួកគេខ្លាចហើយថាមិនត្រូវពួកគេនឹងសម្លាប់ឯងធ្វើជាអាហារក៏ថាបានតែខ្ញុំមិនជឿទេកុំបំភ័យខ្ញុំអីពួកមនុស្សចិត្តល្អណាស់ខ្ញុំមិនជឿទេព្រោះហេតុអីទៅបានជាមិនជឿព្រោះបើខ្ញុំមិនសម្លាប់ពួកគេគង់តែនឹងសម្លាប់ខ្ញុំដូចគ្នាល្អទៅល្អមកតើខ្ញុំនិយាយត្រូវទេក៏សមហេតុផលដែរមានទៅក៏មានមកបានហើយខ្ញុំបន្តដំណើរទៅភូមិខាងនោះសិនខ្ញុំលាហើយបុរសកំសាតើឯងទៅណាខ្ញុំទៅរកអ្នកជួយចិញ្ចឹមមុននឹងស្លាប់ទៅនោះអីឬមួយលោកចង់ចិញ្ចឹមខ្ញុំតែថាជួនពេលនោះដែរពូគ្រឿងក៏បានដើរមករួចក៏បានឃើញខ្លាហេតុនេះគាត់ក៏បានស្រែកឡើងតែម្ដងអើយខ្លាធំណាស់អូមានគេមកយកខ្ញុំទៅចិញ្ចឹមហើយឃើញទេខ្លាខ្ញុំថាឯងនេះគិតខុសហើយគាត់កំពុងតែទាញព្រួញទៅវិញទេឆាប់រត់ទៅលឿនឡើងងាប់ទៅលោកស្ដាប់ខ្ញុំសិនកុំអាលភ័យកុំអាលបាញ់ខ្ញុំអីបានទេពូគ្រឿងមិននិយាយច្រើនទេឃើញភ្លាមបាញ់ផ្លែតមើលចុះគាត់បានទាញព្រួញបាញ់ខ្លាបណ្ដាលឲ្យវាមានរបួសជាខ្លាំងអូយឈឺណាស់ឈឺខ្លាំងណាស់ពូកុំទាន់បាញ់វាអីយ៉ានៅមិនទាន់ងាប់ទៀតហ៎ទទួលយកគ្រាប់ព្រួញមួយទៀតទៅអាខ្លាប្រហើនហ៊ានចូលក្នុងភូមិផងហ៎មិនបានទេប្រឹងរត់គេចទៅបានអូយជាថ្មីម្ដងទៀតពូគ្រឿងបានទាញព្រួញបាញ់ខ្លានោះតែជាអកុសលគាត់បាញ់មិនត្រូវទេចំណែកខ្លាក៏ប្រឹងត្រដររត់រហូតចូលក្នុងព្រៃបាត់ទៅហើយគួរឲ្យខឹងណាស់លើកទី1ហើយដែលបាញ់ខុសបែបនេះហើយវាយ៉ាងម៉េចនឹងមើលចុះមៀតឡើងមមគ្រាន់តែខ្លាសោះខ្លាចតែកើតដែរហើយចំមែនខ្ញុំខ្លាចវាស៊ីខ្ញុំនឹងណាពូបានហើយពូទៅតាមវាសិនក្រែងលោកបានជួបពូខ្លានោះស្លូតទេកុំសម្លាប់វាអីហើយចុះបើវាស្លូតមិនក៏ក្មួយរត់ឡើងដើមឈើទៅវិញដំបូងខ្ញុំខ្លាចមែនតែមុននេះខ្ញុំឃើញវាចាស់ណាស់វាក៏មិនសម្លាប់មនុស្សដែរវាគ្រាន់តែចង់រកចម្រោកសុំក្តីមេត្តាពីមនុស្សប៉ុណ្ណោះអីចំមែនចេញយេងចឹងទៅកើតដែរបានហើយបើកំសាកនៅទីនេះចុះកុំមករារាំងដំណើរពូគ្រឿងខឹងណាស់ព្រោះលើកទី1ហើយ
ដែលគាត់បាញ់ខុសគាត់ខំតាមរកខ្លានោះដែរតែគាត់រកមិនឃើញរីឯខ្លាក៏ទៅដល់កន្លែងមួយនៅក្នុងព្រៃអូយអូយឈឺណាស់ខ្ញុំគ្រាន់តែចង់បានក្តីមេត្តាសោះមិនក៏ចាំបាច់បាញ់ខ្ញុំបែបនេះអូយឈឺណាស់អើយអ្នកបងខ្លាកើតអីហ្នឹងលោកបងស្វាខ្ញុំត្រូវព្រានម្នាក់វាបាញ់ឡើងរបួសហើយឈឺណាស់លោកបងអើយមិនក៏អ្នកបងហ៊ានចូលទៅក្នុងភូមិបែបនេះពួកមនុស្សឆ្លាតហើយបកកែណាពួកគេអាចនឹងសម្លាប់ពួកយើងបានណាតែខ្ញុំគិតថាពួកវាមិនធ្វើបាបខ្ញុំទេអ្នកណាទៅដឹងថាជួបរឿងបែបនេះនោះអូយអ្នកបងគិតខុសហើយពួកយើងដឹងថាបងខ្លាស្លូតបូតតែពួកមនុស្សគេមិនដឹងទេពួកគេគិតថាសត្វគឺជាចំណីរបស់ពួកគេណាតែខ្ញុំបានបញ្ជាក់ហើយថាខ្ញុំមិនស៊ីមនុស្សទេណាអើយអ្នកណាជឿនោះម្យ៉ាងពួកគេត្រូវតែសម្លាប់បងព្រោះពួកគេគិតថាបើដោះលែងបងអាចនឹងវាយប្រហារគេដូចគ្នាបើបែបនេះខ្ញុំត្រូវរស់ដោយរបៀបនេះមែនទេខ្ញុំឈឺណាស់ខ្ញុំចាស់អើយខ្ញុំចង់មានជីវិតដូចសត្វចិញ្ចឹមនៃមនុស្សណាលោកបងស្វាសត្វព្រៃគួរតែរស់នៅក្នុងព្រៃកុំទៅលាយឡំនឹងមនុស្សអីអ្នកបងអើយឥឡូវចេះចុះចាំខ្ញុំជួយព្យាបាលអ្នកបងណាទ្រាំតិចទៅជួយខ្ញុំផងណាខ្ញុំឈឺណាស់ជួនជាពេលនោះក៏មានចចកមួយក្បាលដើរមកនឹងបាននិយាយថាព្រះអើយអ្នកបងខ្លាចយ៉ាងម៉េចទៅហើយគឺគាត់ត្រូវមនុស្សបាញ់អ្នកបងចចកសូមបងជួយយកសារផងទៅព្រះហើយពួកមនុស្សនេះចំជាសាហាវមែនណោះឲ្យតែឃើញសត្វព្រៃដឹងតែពីសម្លាប់តែម្ដងបងចចកកុំថាតែពួកមនុស្សអាក្រក់អីសត្វព្រៃនឹងក៏ដូចគ្នាដែរហើយបើឃើញមនុស្សក៏វាយប្រហារដូចគ្នានឹងនេះជាធម្មជាតិទេតែពួកមនុស្សគេឆ្លាតជាងពួកសត្វហេតុនេះពួកគេមានវិធីប្រមាញ់ពួកយើងបានចំណែកពួកយើងណាមិនដែលហ៊ានយីឬក៏វាយប្រហារបានម្ដងណាឡើយបងចចកក៏និយាយត្រូវដែរមនុស្សឲ្យតែឃើញពួកយើងណាគេដេញយើងវាយប្រហារយើងភ្លាមឃើញមួយវាយប្រហារមួយគ្មានអាណិតសោះតែបើពួកយើងប្រហារគេវិញតែម្ដងពួកគេនឹងព្រួតគ្នាទាំងវងទោះជាគ្មានអ្នកណាម្នាក់គ្រោះថ្នាក់ដោយសារយើងក៏ដោយហើយពិតជាអយុត្តិធម៌ណាស់សង្ឃឹមថាពួកមនុស្សនឹងយល់ថាពួកយើងគ្មានបំណងវាយប្រហារពួកគេហើយក៏សង្ឃឹមថាពួកគេនឹងមិនវាយប្រហារពួកយើងដូចគ្នាដែរសង្ឃឹមចឹងចោះពេលវេលាចេះតែរំកិលទៅមុខគ្រប់យ៉ាងក៏បញ្ជាក់ថាមិនមានអ្នកណាម្នាក់ប្រមាញ់សត្វព្រៃដូចមុនទៀតទេតែនៅក្នុងភូមិលបងថ្លាទៅកាប់ឈើដែរមែនទីមើលនៅលបងហើយម្ដងនេះខ្ញុំនឹងកាប់ឈើចំនួនច្រើនថែមទៀតផងព្រោះមានឈ្មួញគេចាំទិញនៅលបងល្អណាស់ណោះខ្ញុំក៏ចង់កាប់លក់ដែរឮថាបានប្រាក់ចំណេញច្រើនណាស់មែនទីមើលណើយចំណេញណាស់អ្នកភូមិរស់ស៊ីកាប់ឈើគ្រប់គ្នាណាលបងអើយលបងសាគិតមើលទៅពីមុនខ្ញុំក្ររហាមតែពេលនេះពាក់មាសពេញខ្លួនដើរចង់ផ្កាប់មុខឲ្យលបងអើយមែនតាខ្ញុំគិតថាបោះព្រួយចោលចាប់យកការកាប់ឈើចំនួនច្រើនមកលក់ដែរហើយលបងអើយមែនហើយតោះលបងទៅកាប់ឈើជាមួយគ្នាទៅហើយបើយឺតពេលណាអ្នកភូមិគេនាំគ្នាកាប់ឈើល្អបានមុនខានទេបាទលបងតោះទៅអញ្ចឹងអ្នកភូមិចេះតែនាំគ្នាកាប់ឈើនិងគ្មានការដាំដុះហេតុនេះព្រៃក៏ចាប់ផ្ដើមថមថយចំណែកសត្វព្រៃក៏ភ័យខ្លាចព្រោះពួកវាខ្លាចថានឹងគ្មានជម្រករស់នៅបន្តលោកបងទាំងពីរគិតបែបណាទៅពួកមនុស្សត្បិតថាមិនតាមប្រមាញ់សត្វដូចមុនតែពួកគេកាប់ព្រៃរាល់ថ្ងៃបើបែបនេះណាតើពួកយើងនឹងទៅរស់នៅកន្លែងណាទៅម៉ែណៃខ្ញុំបារម្ភណាស់បើព្រៃកាន់តែថយពួកយើងមកជាគ្មានអីអាស្រ័យទេណាបងអើយតើពួកយើងគួរធ្វើបែបណាទៅជាពិសេសពេលមានភ្លៀងម្ដងទឹកជំនន់ឡើងខ្ញុំគ្មានទីជម្រកដូចមុនទេពេលខ្លះស្ទើរតែហូរទៅតាមទឹកទៀតផងចំណែកខ្ញុំវិញខំដើររកទីទួលខ្ពស់តែគ្មានសុវត្ថិភាពសោះ
ព្រោះដីស្រុតទឹកហូរក៏គួចទៅទៀតទឹកចំនួនម្ដងរកតែប្រធូរទេ បើព្រៃឈើមិនបាត់បង់ម្ល៉េះពួកយើងក៏រស់បានស្រួលគ្មានការផិតភ័យបែបនេះទេមែនទេបងទាំងពីរពិតមែនហើយមានដើមឈើមានជីវិតតែអ្នកភូមិមិនគិតពីចំណុចនេះសោះនិយាយមិនទាន់ចប់ផងភ្លៀងក៏បង្អុរមកម្ដងទៀតហាក់ដូចជាមានកំហឹងជាខ្លាំង លោកបងទាំងពីរភ្លៀងធ្លាក់ទៀតហើយរកកន្លែងជ្រកសិនទៅឆាប់ឡើង ភ្លៀងធ្លាក់ហើយធ្លាក់ទៀតមិនឈប់សោះធ្វើឲ្យមានទឹកជន់ជាខ្លាំងស្ទើរតែលិចសัตว์ទាំងអស់ទៅហើយ លោកបងអាទឹកឡើងច្រើនណាស់គិតបែបណាទៅអើយខ្ញុំគិតថាពេលនេះមនុស្សមកជាអាណិតពួកយើងខានទេព្រោះពួកយើងអត់មានទីជម្រកដោយសារតែពួកគេណាស់ละបងអ្នកបងមែនហើយបងស្វាក៏និយាយត្រូវដែរពួកយើងគួរតែសុំអាស្រ័យនៅក្នុងភូមិល្អទេបើនៅច្បាស់ជាលងទឹកស្លាប់មិនខាន មែនហើយតោះពួកយើងនាំគ្នាទៅក្រែងពួកគេមេត្តា គិតហើយដើម្បីគេចពីការលង់ទឹកចំនួនស្លាប់សត្វទាំង3ក៏ធ្វើដំណើរសម្ដៅទៅភូមិទាំងអស់គ្នា លោកបងមនុស្សដូចជាមិនចិត្តអាក្រក់ទេពួកយើងសម្រាប់នៅទីនេះចុះ ម៉ែនអើយមើលចុះមានផ្លែឈើទុំទៀតផងចាំខ្ញុំឡើងបេះសិនណាខ្ញុំកំពុងតែឃ្លានផងលបងស្វាអើយបេះឲ្យច្រើនមកណាសត្វទាំង3កំពុងតែសម្រាកនិងគេចចេញពីសេចក្តីស្លាប់ដោយទឹកជំនន់ជួនគ្នាពូគ្រឿងនិងពូថ្លាក៏បានសម្គាល់ឃើញតែម្ដងព្រះហើយមើលចុះអីក៏សំណាងម្លេះទេពិតមែនហើយមានសត្វដល់ទៅ3ឯណោះមានខ្លាមានស្វានិងចចកទៀតម្ដងនេះបានក្លែមឆ្ងាញ់មាត់ហើយលបងអើយខានជុំគ្នាដាក់អាបុផាជន់ធៀងយូរហើយណោះលបងហើយចាំកាលទៀតលបងសំពងវាទៅឬក៏យកព្រួញបាញ់វាទៅល្អទេបាញ់ទៅចាំកាលគួរឲ្យសង្វេគខ្លានឹងចចកណាស់មើលចុះពូវាត្រូវពូគ្រឿងនិងពូថ្លាបាញ់សម្លាប់យ៉ាងអាណោចអាធំបំផុតពេលនេះវាសល់តែដង្ហើមចង្រិតប៉ុណ្ណោះ ព្រះអើយឈឺណាស់ឈឺខ្លាំងណាស់ មិនគួរណាមនុស្សសាហាវបែបនេះសោះអូយឈឺណាស់លបងបាញ់ចំល្អណាស់ណោះលបងក៏មិនអន់ដែរ លោកទាំងពីរហេតុអីក៏ចិត្តដាច់ម្លេះមិនអាណិតសัตว์ដែលគ្មានទីចម្រោកកំពុងតែគ្មានទិសដៅទេមែនទេស្អីគេស្វាមកបដៅមែនទីមិនទាន់សម្រាប់ក៏ប្រឹងតវ៉ាចំជាគ្មានបានការមែនលបងសំពងក្បាលវាទៅអើយពូសូមមេត្តាសัตว์ផងពួកយើងគ្មានទីចម្រោកទេព្រោះតែមនុស្សបំផ្លាញព្រៃឈើអស់ហេតុនេះទើបពួកយើងរត់មកសុំជំនួយសុំជួយសង្គ្រោះមិត្តខ្ញុំនិងខ្ញុំផងទៅយីអើវ៉ៃអញមិនជួយទេហើយថែមទាំងសម្រាប់ឯងទៀតផងសូមមេត្តាផងទៅឃើញថាពូគ្រឿងនិងពូថ្លាមិនមានក្តីអាណិតបែបនេះស្វាក៏រត់គេចចេញដើម្បីរួចពីសេចក្តីស្លាប់នោះវារត់បាត់ហើយលបងតាមវាទៅកុំឲ្យវារត់រួចអសោះក្នុងថ្ងៃនោះដែរពូគ្រឿងនិងពូថ្លាមិនត្រឹមតែដេញសម្លាប់សត្វតែ2នាក់គាត់នោះទេថែមទាំងហៅអ្នកស្រុកឲ្យដេញសម្លាប់ជាមួយគ្នាផងដែរអេបងមើលចុះលឿនឡើងមានស្វាអូយបងមើលចុះនោះមានចចកនោះរស់ឡើងវិញហើយមិនត្រឹមតែចចកទេខ្លានោះក៏មិនទាន់ងាប់ដែរបងប្អូនដេញវាយវាឲ្យងាប់ទៅឲ្យឆាប់ឡើងអូយព្រះអើយបងប្អូនអ្នកស្រុកអើយអ្នកភូមិអើយជួយគ្នាផងឆាប់ឡើងខ្លាចចកធំណាស់ជួយសម្រាប់គ្នាឲ្យលឿនឡើងទៅឲ្យលឿនឡើងពូគ្រឿងពូថ្លាមីងក្រែកនិងអ្នកភូមិជាច្រើនបាននាំគ្នាស្ទាក់ផងគប់ផងបាញ់ផងទីបំផុតពួកគេក៏បានសម្លាប់សត្វទាំង3រហូតទាល់តែងាប់ទាំងអស់អូប្រសើរណាស់បានសត្វម្ដងដល់ទៅ3មើលចុះលោកបងពួកយើងជប់លៀងកដាលភូមិតែម្ដងទៅម្ដងនេះមុខជាសបាយផ្អើលភូមិមិនខានទេលបងអើយ ចំណែកខ្លាវិញនៅដង្ហើមតិចវាក៏បានពោលថាតើអ្នកណាជាជនសាហាវឲ្យប្រកាសនោះអើយលោកអាយលោកបំផ្លាញជំរកពួកយើងហើយសម្លាប់ពួកយើងទៀតលោកបងមើលចុះខ្លាដូចជាមិនទាន់ងាប់ទេអើយហើយចុះខ្នងបថៅនឹងទុកធ្វើអីអាមិនក៏មិនសំពងបង្ហើយវាទៅអ្នកក្រែក
ចាពិតមែនហើយភ្លេចឲ្យឈឹងនេះណែមីងក្រែកមិនបង្អង់យូរគាត់ក៏យកខ្នងពូថៅដំក្បាលខ្លាភុះរហូតដាច់ខ្យល់ងាប់ក្នុងពេលនោះទៅសម្រាប់ហើយលោកបងឥឡូវដល់ពេលដែលយើងអាចជប់លៀងបានហើយមែនទេគឺមែនហើយនៅចាំដល់ណាទៀតតែយកទឹកថ្នោតជូរមកចំណែកសុក្រិតផងដែរក៏បានដើរចូលមកនិងបាននិយាយថាព្រះអើយមានសត្វងាប់ច្រើនណាស់នេះពូសម្រាប់ពូវាមែនទេពិតមែនហើយពូមិនកំសាកដូចក្មួយទេពូវាមើលទៅដូចជារត់គេចពីទឹកចំនួនទេខ្ញុំថាពូវាដូចជាគ្មានបំណងចង់សម្លាប់មនុស្សឯណាពូមិនគួរសម្លាប់ពូវាទេវាជាសត្វទេតើណិតវាធ្វើអីក្មួយមែនហើយម្យ៉ាងទៀតពួកយើងក៏មិនសម្លាប់វាក៏វានឹងសម្លាប់យើងដែរនេះជាធម្មជាតិទេក្មួយអើយអ្នកណាខ្លាំងអ្នកនោះឈ្នះហើយណាអ្នកណាខ្លាំងអ្នកនោះឈ្នះតើអាចបដូរថាគ្មានអ្នកខ្លាំងគ្មានអ្នកខ្សោយហើយនៅក្នុងលោកនេះគឺស្មើភាពគ្នាវិញមិនបានទេអីមិនអាចទេគឺមិនបានឡើយយប់នេះមានការជប់លៀងនៅក្នុងភូមិហើយបើក្មួយចេញមកមិនច្រឡំគេអញ្ចឹងក៏មកអីទៅរស់នៅក្នុងព្រៃជាមួយពួកសត្វទៅអញ្ចឹងពូដឹងទេអ្នកភូមិកាប់ព្រៃអស់ច្រើនណាស់ហេតុនេះទើបពួកវាគ្មានជំរករស់នៅរីឯទឹកជំនន់ក៏កើតមានទៀតបំផ្លាញព្រៃឈើបំផ្លាញសត្វព្រៃគឺបំផ្លាញខ្លួនឯងទៅវិញទេអេក្មួយឈួតមែនទេកាប់ព្រៃលក់ទៅបានប្រាក់បាញ់សត្វព្រៃទើបមានចំណីហូបមិនចឹងមែនទេគឺមែនហើយតែអ្នកភូមិមិននាំគ្នាដាំវិញទេពូដឹងទេដាំពិបាកតែកាប់មិនយូរទេនឹងរលាយអស់ហើយអើយក្មួយនិយាយមកដូចជាមិនចូលទៅជាសោះកន្លងមកក្មួយក៏ចេះគួសមណាស់ហើយយល់ថាក្មួយទៅតែមករស់នៅថ្មីពួកយើងមិនប្រកាន់ទេចេញទៅស្រុកវិញទៅមែនហើយមករស់នៅមិនចោះសម្រងនឹងគេសោះក្មេងទេតែចេះបដៅចាស់ទៀតខ្ញុំគ្រាន់តែជម្រាបពូមីងទេព្រោះបើគ្មានព្រៃគ្មានសត្វមិនយូរទេពួកយើងក៏នឹងជួបទុកដូចជាពួកគេអញ្ចឹងយ៉ាយយូរទៅកាន់តែយូរទៅហើយតើនេះលបងគិតនាំគ្នាចាប់វាចង់មិនដែលតាមទឹកចំនួនទៅល្អទីមែនបញ្ជូនវាទៅវិញទៅមិននៅនាំទៅទើសតែងគេឯងទេតើពូចង់ធ្វើអីគឺចង់មិនដែលទឹកនោះអីដោយឃើញថាពួកគេមិនព្រមភ្ញាក់រលឹកមិនអាណិតសត្វសុក្រិតក៏ប្រែមកជារុក្ខទេវតាវិញតើមានរឿងអីព្រះហើយឯងជាទេវតាមែនទេនេះឯងមានហេតុផលអីបានជាធ្វើបែបនេះព្រោះយើងចង់ដឹងថាតើមនុស្សនៅក្នុងភូមិឬសត្វដែលនៅក្នុងព្រៃដែលសាហាវពិតប្រាកដនោះពេលនេះយើងបានឃើញហើយថាអ្នកភូមិនេះសាហាវជាងសត្វព្រៃទៅទៀតអីហើយមិនក៏អញ្ចឹងយើងតែងតែផ្ដល់ឱកាសឲ្យអ្នកភូមិកាយខ្លួនតែគ្រប់គ្នាមិនព្រមលះបង់ភាពកាចសាហាវទេផ្ទុយទៅវិញនៅប្រព្រឹត្តខុសមិនឈប់សោះតែពួកយើងមិនបានខុសអីបន្តិចផងនឹងកាប់ព្រៃសម្រាប់សត្វជារឿងធម្មតាប៉ុណ្ណោះអ្នកនឹងបានឃើញដោយខ្លួនឯងយើងលែងការពីហើយចាំទុកណាអ្នកណាល្អអ្នកនោះរស់អ្នកណាសាងបាបអ្នកនោះនឹងស្លាប់គ្រានោះរុក្ខទេវតាបានធ្វើឲ្យសត្វទាំង3រស់ឡើងវិញនិងពោលបន្តថាចូលសត្វទាំង3ទៅរស់នៅតាមជីវិតដ៏សុខសាន្តតាមរបៀបពួកឯងវិញចុះអាមិនក៏ពួកវារស់ឡើងវិញលោកបងបើបែបនេះចុះយប់នឹងបានអីនឹងក្លែមថ្នោតជូររំលេងកំសាន្តទៅអ្នកពិតជាមានបាបមែនដូចយើងពោលអញ្ចឹងអ្នកល្អរស់អ្នកបាបរលាយចូលទទួលនៅអ្វីដែលខ្លួនបានសាងចុះអ្វីដែលអ្នកភូមិនឹងទទួលនោះគឺទឹកជំនន់ក្រោយមានភ្លៀងខ្លាំងព្រោះពេលនេះដោយសារតែអ្នកភូមិនាំគ្នាកាប់ព្រៃអស់នោះអីលោកបងមើលចុះទឹកជំនន់មកហើយរត់អូយខ្ញុំខ្លាចណាស់រត់ទៅអើយមិនបានទេបើមិនរត់នឹងលងទឹកងាប់ទាំងអស់គ្នាមិនខានទេដូចអ្វីដែលរុក្ខទេវតាពោលអញ្ចឹងទឹកជំនន់ខ្លាំងណាស់ហេតុនេះទឹកក៏គួចយកជីវិតអ្នកដែលមានបាបស្លាប់អស់រលីងចំណែកអ្នកល្អក៏បានរស់បន្តផងដែរសាងខ្លួនឯងទទួលខ្លួនឯងគ្មានអ្នកណាគេចផុតពីការប្រព្រឹត្តរបស់ខ្លួនបានឡើយជួលចាំថាធម្មជាតិជាជីវិតបើបំផ្លាញធម្មជាតិមិនខុសពីបំផ្លាញខ្លួនឯងដូចគ្នា